ចាសូមជម្រាបសួរពេលនេះយើងមកអាននៅសៀវភៅគតិលោកភាគទី4ដែលជាស្នាដៃនិពន្ធរបស់អង្គការសតនព្រៃជាអិនពណ៌នាពីសេចក្តីឆោតនិងនិទានពីតាចាស់ម្នាក់រឿងនិទានមនុស្សឆោតនេះមាននៅច្រើនណាស់យើងពុំឈ្នះនឹងនាំមកពណ៌នាអស់គឺសម្ដែងទុកតែប៉ុណ្ណេះល្មមជាបែបបានជាគតិលោកហើយចូលឯងចូលចិត្តចោះសពតម្រាឆោតទាំងប៉ុន្មាននេះសឹងចោះនៅក្នុងកិរិយាឥតសតិសម្បញ្ញៈមួយនេះឯងបើមានសតិសម្បញ្ញៈយ៉ាងស្ដេចពាណូបរមពោធិសត្វកាលចៅក្រពើទៅដេកក្រាបលើថ្មបញ្ឆោតឲ្យមហាពាណូលោតទៅលើខ្លួនដើម្បីនឹងចាប់យករូបពោធិសត្វមិនឆោតតាមគំនិតខ្លួនហើយពោធិសត្វបញ្ឆោតក្រពើនោះបានវិញមួយទៀតនិទានមន់ចាយកែខ្លួនរួចអំពីសម្ពោចធ្វើឲ្យសម្ពោចផិតភ័យរត់ទៅវិញរឿងអស់នេះគូឯងចូលចិត្តចោះកូនសិស្សតបគ្រូវិញថាសុនទៀនរឿងមនុស្សឆោតខ្លៅអស់នេះសឹងមានតែក្នុងកាលយើងឥឡូវនេះទេឬក្នុងកាលពុទ្ធុបាទដែលព្រះសម្មាសម្ពុទ្ធទ្រង់ព្រះធរមាននៅឡើយនោះមានមនុស្សឆោតខ្លៅដូចយ៉ាងយើងឥឡូវនេះដែរទៀនគ្រូតបថាមនុស្សឆោតខ្លៅនេះមិនមែនមានតែក្នុងកាលឥឡូវនេះទេទោះនៅក្នុងកាលពុទ្ធុបាទនោះក៏មានមនុស្សឆោតដូច្នេះដែរឯងមិនតាន់ចូលចិត្តទេឬគឺការព្រះពុទ្ធជាម្ចាស់បានត្រាស់នោះមានគ្រូធំ6នាក់មានគ្រូឈ្មោះបរណកសបៈជាដើមឯពួកគ្រូអស់នោះសង្កណ្ឌិធិផ្សេងមានប្រព្រឹត្តកាយអាក្រាតជាដើមបាននាមហៅថាអចេលកៈបុគ្គលប្រតិបត្តិផ្លូវអត្តកិលមថានុយោគផ្សេងទាំងមានមនុស្សទាំងឡាយចូលចិត្តជឿរាប់អានប្រព្រឹត្តតាមជាងរយជាងពាន់នាក់ប្រតិបត្តិកាន់យកទុកជាសាសនាតមកនៅដរាបដល់ឥឡូវនេះមួយទៀតមានមនុស្សពួកខ្លះប្រតិបត្តិខាងផ្លូវព្រហ្មញ្ញសាសនាមានកាន់ពិធីបូជាយ៉ាញ់បូជាគ្រោះបង្កក់ប្រសិទ្ធិសែនពេជាដើមមនុស្សទាំងឡាយឯណាកើតនៅក្នុងសំណាក់គ្រូណាអ្នកនោះក៏កាន់លទ្ធិកាន់សាសនារបស់គ្រូនោះទាំងអស់ដើម្បីនឹងមានសតិសម្បញ្ញៈពិចារណាមើលខុសត្រូវឲ្យសមហេតុសមផលនោះពុំមានគឺឃើញតែមេដាបិតាក្នុងវងត្រកូលខ្លួនប្រតិបត្តិយ៉ាងនោះឯងទោះមានលោកអ្នកប្រាជ្ញណាទៅនិយាយដាស់តឿនបង្ហាញផ្លូវត្រង់ឲ្យបោះបង់លទ្ធិនោះចោលក៏មិនព្រមលះចោលនៅប្រកាន់តម្រាមេដាបិតាគ្រូបាអាចារ្យខ្លួនថាតម្រាបុរាណសិតសឹងតែត្រូវទាំងអស់មួយទៀតមនុស្សឯណាកើតក្នុងកាលវិបត្តិគឺកើតក្នុងសញ្ញកប្បមួយកើតក្នុងទេសវិបត្តិគឺប្រទេសនោះពុំមានសាសនាត្រឹមត្រូវមួយកើតនៅក្នុងកលវិបត្តិគឺកើតក្នុងវងត្រកូលមច្ឆាទិដ្ឋិមានកូនត្រកូលព្រានព្រៃជាដើមមួយមនុស្សនោះគង់លុះនៅកាន់លទ្ធិខុសលទ្ធិឆោតមិនលេងឯងចូលចិត្តចោះមនុស្សឆោតល្ងងនេះមិននៅក្នុងកាលឥឡូវនេះទេទោះមនុស្សកើតមុនពុទ្ធុបាទកើតនៅក្នុងរវាងពុទ្ធុបាទនៅក្តីឬកើតជាន់ក្រោយព្រះពុទ្ធុបាទក្តីសឹងមានឆោតល្ងងតាមពួកដូចគ្នាមួយទៀតក្តីឆោតនេះបើនិយាយដោយយ៉ាងល្អិតនោះសឹងមាននៅគ្រប់តួមនុស្សទាំងអស់ទូទៅវាតែលោកអ្នកបានលុះផ្លូវអរិយបុគ្គលទាំង9ចំពោះមានព្រះសម្មាសម្ពុទ្ធជាប្រធាននោះទៅលោកលោតកន្លងផុតក្តីឆោតនោះបានព្រោះលោកមានកែឆ្លោះគឺលោកកតរបញ្ញាមើលឃើញពន្លឺព្រះនិព្វានច្បាស់ហើយតែឯមនុស្សយើងពុទ្ធជននៅធ្ងន់ដោយរាគៈទោសៈមោហៈលោភៈជាដើមនេះសឹងធ្លាក់ទៅក្នុងក្តីឆោតឯណានីមួយមិនលែងឡើយព្រោះក្តីឆោតនេះកើតដោយអារម្មណ៍លោកីផ្សេងដោយបុគ្គលប្រុសស្រីខ្លះវង្វេងទៅដោយកិលេសកាមរលរៀលយ៉ាងខ្លាំងមិនទទួលញោមខ្លួនចាំចាស់ជរានៅសម្គាល់ខ្លួនថាជាកំឡោះជាក្រមុំតាំងស្វែងរកផ្លូវតាមបបោះអង្អែលរូបសំឡេងក្លិនរសសម្ផស្សជារបស់កម្មគុណកើតក្តីត្រេកត្រអាលប្រះចាកក្តីអៀនខ្មាស់មិនដឹងខ្លួនថាចាស់ជរាចចេះលើសសង្ខារដោយនិទានតាចាស់ម្នាក់ឈ្មោះតាអ៊ំយោគីនៅស្រុកព្រះដំបង
តាយោគីនោះឯងវង្វេងស្រឡាញ់ក្មេងក្រមុំគ្រាកាលនោះមានមេស្រីអ្នកលេងវាដឹងថាតាអ៊ំយោគីចង់ស៊ីផ្លែទម្លាប់ស្រស់ទៅវាយកផ្លែទម្លាប់ស្រស់របស់វាទៅប្រឡោមឲ្យអ៊ំអង្អែលលេងខ្លះដើម្បីយកមាសប្រាក់ទ្រព្យសម្បត្តិរបស់តាអ៊ំតែងតែឆោតវង្វេងយកទ្រព្យធនរបស់ខ្លួនលើកឲ្យទៅមានអ្នកលេងទាល់តែអស់ដោយហោចទៅតែសម្ពុតសឬគ្រឿងថង់យាមកន្ទេលខ្នើយដែលបានមកអំពីកិច្ចដែលខ្លួនទៅធ្វើយោគីដុតខ្មោចឲ្យគេនោះក៏បានដៃមេអ្នកលេងទាំងអស់ទាល់តែតាអ៊ំធ្លាក់ខ្លួនជាអ្នកក្ររឿងមនុស្សចាស់ជរាលុះផ្លូវកាមរាគៈររាខ្លាំងហើយសឹងជាផ្លូវឲ្យមេស្រីអ្នកលេងដើរចូលមកបញ្ឆោតបានទាំងអស់សឹងលុះក្តីបរាមុខក្នុងលោកយើងនេះដូចផងបាលីនៅក្នុងគម្ពីរលោកនិកថាអតិមហាលកោបោសោអនេសិតំពរុថនឹងតសាវៈសានុសទ្ធតិតាំងបរាភវតោមុខੰអធិប្បាយជាពាក្យខ្លងថាចាស់ចើកបានជួននួនក្រមុំដោះបំពកប៉ុនផ្លែទន្លាប់សែនស្រឡាញ់ពេញចិត្តប្រជាប់របស់គប់វាទាំងអស់វាអើយកាលណានឹងឲ្យភ្លាមស៊ូព្យាយាមអង្អែលទន្លាប់ស្រស់ស៊ីពុំបានក៏ស៊ូហិតតែរស់ការទាំងអស់ជាហេតុអន្តរធានចប់ខាងសេចក្តីឆោតមនុស្សប្រុសដោយសង្ខេបនិទានពីយាយចាស់ល្មមកម្មគុណឯខាងមនុស្សស្រីចាស់ចើកវិញនោះបានដូចរឿងយាយចាស់ម្នាក់ឈ្មោះសំនៅស្រុកព្រះដំបងយាយនោះអាយុ70ប្លាយរូបជរាគឺធ្មេញបាក់អស់សក់ស្កូវខ្នងកោងដោយការឈើច្រត់កាលនោះមានបរិសម្នាក់ឈ្មោះចៅម៉ៅទៅសុំយាយសំជាម្ដាយធម៌យាយសំក៏ស្រឡាញ់ចៅម៉ៅជាកូនធម៌លុះនៅយូរមកយាយសំភ្លើនកាមរាគៈររៀលខ្លាំងតាំងស្រឡាញ់ចៅម៉ៅដោយការផ្លូវលោកីសួរកប់គុណចៅម៉ៅសំដែងមាយាស្ត្រីញ៉ាំងចៅម៉ៅឲ្យត្រេកក្នុងការលោកីផ្សេងឯចៅម៉ៅដឹងខ្លួនក៏រត់ចោលយាយសំក៏ស៊ូដើរតាមរកចៅម៉ៅដោយនិទានរឿងនាងមេរីដើរតាមរកព្រះនិកសេននោះឯងឯកាមរាគៈមួយនេះមែនបើមាននៅលើរូបយាយចាស់ឯណាហើយក៏អាចធ្វើឲ្យយាយចាស់នោះវង្វេងបាត់ក្តីអៀនខ្មាស់កូនចៅខ្លួននិងអ្នកដតីនានាអាចកាត់ក្តីស្រឡាញ់កូនចៅបានហើយទទួលពាក្យបញ្ជោអ្នកដតីគឺគប់ចិត្តនឹងពាក្យហៅនាងឬអ្នកបើនរណាហៅយាយយ៉ាងនេះពុំគប់ចិត្តឡើយមួយទៀតបើសក់ក្បាលស្កូវក៏កែរកក្រមួនឬប្រេងលាយខ្មុកឲ្យបានសក់ខ្មៅមួយគ្រាឬរួចដល់ជរាខ្នងកោងក៏ខំដាអើតដើងើបចោលឈើច្រត់មិនចាំកាន់ក៏បានមួយទៀតកាមរាគៈនេះមានកម្លាំងអាចកាត់កូនចៅក៏បានអាចហ៊ានសម្លាប់កូនចៅខ្លួនបានដោយនិទានយាយព្រហ្មណីជាមេដានៃពោធិសត្វនោះឯងរឿងនោះមានសេចក្តីថាកាលនោះព្រះពោធិសត្វទៅកើតជាកូននាងព្រហ្មណីបិតាបានដល់នៅមរណកាលពោធិសត្វចម្រើនធំឡើងបានរៀនចេះដឹងក្បួនត្រៃវេទចប់ឡើងទីជាអាចារ្យទីសាបមកមានកូនសិស្សទៅរៀនវិជ្ជានោះជាច្រើនឬមេដានៃពោធិសត្វនោះចម្រើនអាយុដល់80ឆ្នាំប្លាយរូបកាយក៏ទប់ពលភាពចាស់ជរាសាច់ស្វិតយុយានេត្រាមើលយល់ព្រិលគ្រាកាលនោះមានមនុស្សកន្លោះម្នាក់មានរូបសោភាចូលទៅសុំរៀនវិជ្ជាសិល្បសាស្ត្រនិងបរមពោធិសត្វព្រះបរមពោធិសត្វបានបង្ហាត់បង្រៀនវិជ្ជាអស់3ឆ្នាំចៅមាននប់នោះរៀនចេះចប់ហើយក៏លាពោធិសត្វជាគ្រូវិលទៅស្រុកអាត្មា
ដល់ហើយក៏សម្ដែងវិជានោះប្រាប់មាតាបិតារបស់ខ្លួនសពប្រការឯមាតានៃចៅមាណពនោះវិញសួរថាសិលសាស្ត្រទាំងពួងនេះចៅរៀនចប់ហើយចុះឯវិជាមាយាស្ត្រីនោះតើកូនឯងរៀនចេះខ្លះហើយឬចៅមាណពជម្រាបមាតាថានៅពុំទាន់បានរៀនទេទើបមាតាបញ្ជូនមាណពនោះឲ្យវិលទៅរៀនវិជ្ជាមាយាស្ត្រីនិងពោធិសត្វវិញនិយាយសូមរៀនវិជ្ជាមាយាស្ត្រីឯពោធិសត្វក៏ប្រាប់ថាវិជ្ជាមាយាស្ត្រីនោះគឺមាតាយើងគាត់ចេះបើដូច្នោះចៅឯងចូលទៅរៀនពីមាតាយើងឯក្នុងផ្ទះចោះចៅមាណពក៏ចូលទៅប្រតិបត្តិយាយចាស់សូមរៀនមាយាស្ត្រីតាមក្តីប្រាថ្នាឯមាតាពោធិសត្វបានឃើញរូបចៅមាណពរូបល្អបានមកប្រតិបត្តិខ្លួនក៏កើតភ្លើងកាមរាគៈរលប្រានមានចិត្តស្រឡាញ់ស្នេហាស្រឡាញ់ចៅមាណពប្រារព្ធចង់បានជាប្តីទើបនិយាយប្រស្រ័យលួងលោមដោយផ្លូវលោកីប្រើកិរិយាស្ត្រីនោះផ្សេងហើយថាខ្ញុំឯងស្រឡាញ់អ្នកឯងណាស់ចូលអ្នកឯងទទួលផ្លូវមេត្រីជាប្តីខ្ញុំនេះចោះឯចៅមាណពនោះក៏ឆ្លើយថាការនេះខ្ញុំពុំហ៊ានទេព្រោះលោកគ្រូជាកូនលោកយាយលោកក៏ជាអាចារ្យលើខ្ញុំតែងគោរពប្រតិបត្តិលោកដូចលោកយាយឃើញស្រាប់ពុំគួរខ្ញុំបានជាសិស្សទៅប្រព្រឹត្តកន្លងយ៉ាងនេះសោះយាយចាស់នោះក៏តបវិញថាការនោះមិនអីទេលែងតែអ្នកឯងព្រមចិត្តព្រមគំនិតនឹងយើងនេះចោះឯត្រង់រូបកូនយើងនេះយើងនឹងគិតសម្លាប់បងកុំឲ្យមានក្តីរង្គៀសដល់អ្នកឯងឡើយចៅមាណពក៏ឆ្លើយថាបើលោកយាយហ៊ានសម្លាប់កូនដូច្នោះខ្ញុំបានក៏ព្រមតាមថាហើយចៅមាណពក៏ស្ទុះចេញមកខាងក្រៅហើយនាំពាក្យនោះទៅជម្រាបពោធិសត្វក៏និយាយថាបើមាតាយើងគាត់គិតសម្លាប់យើងដូច្នោះចូលបើឯងទៅសួរគាត់វិញថាគាត់ប្ររពនឹងសម្លាប់នោះតើសម្លាប់ក្នុងថ្ងៃណាក្នុងពេលណាសម្លាប់ដោយឧបាយដូចម្ដេចឯចៅមាណពទទួលពាក្យពោធិសត្វហើយក៏ចូលក្នុងផ្ទះនិយាយសាកសួរយាយនោះតាមពាក្យនៃពោធិសត្វគ្រប់ប្រការឯយាយចាស់ក៏ប្រាប់ថាយើងនឹងសម្លាប់កូនយើងក្នុងវេលារាត្រីយប់នេះគឺយើងចាំមើលកូនយើងដេកលក់កាលណាយើងនឹងកាន់ដាវដ៏មុតលបចូលទៅប្រហារឲ្យដាច់មួយរំពេចក្នុងកាលនោះការអស់នេះចូលអ្នកឯងកុំនិយាយចេញទៅឲ្យអ្នកដតីក្រៅគេដឹងឮឡើយមែនណាបើការយើងពីរនាក់នឹងបាននៅជាមួយគ្នាជាប្តីប្រពន្ធតទៅឯចៅមាណពក៏ធ្វើជាទទួលពាក្យហើយក៏ក្រោកដើរចេញមកខាងក្រៅនាំសេចក្តីនោះទៅប្រាប់ពោធិសត្វជាគ្រូសពប្រការពោធិសត្វបានស្ដាប់ហើយក៏កំណត់ទុកក្នុងចិត្តលុះដល់វេលារាត្រីទើបកាត់ដើមចេកមួយកំណាត់ប្រមាណ4ហត្ថនាំយកទៅដាក់ផ្ដេកនៅទីដំណេកអាត្មាហើយយកសំពត់គ្របពីខាងលើដើមចេកនោះធ្វើការដូចជាមនុស្សដេកលក់ស្រេចហើយពោធិសត្វនាំចៅមាណពជាកូនសិស្សនៅរងចាំមើលកិរិយានៃមាតានោះឯយាយចាស់នោះលុះដល់យប់ស្ងាត់ក៏រៀបអាត្មាកាន់ដាវដើរលបចូលទៅក្នុងដំណេកនៃពោធិសត្វដល់ហើយលោកដៃទៅស្ទាបប៉ះលើសំពត់ដណ្ដប់ក៏កំណត់ថានេះខាងក្បាលនេះខាងជើងយាយចាស់លើកដាវងារឡើងទាំងកាប់ដោយគិតថាប្រហារជីវិតឲ្យដាច់ក្នុងការនោះយាយចាស់ប្រឹងលើកដាវហើយប្រហារចោះដោយកម្លាំងប្រឹងនោះខ្លាំងនិមិត្តតែដាវធ្លាក់ដល់ដើមចេកកាលណាយាយចាស់ក៏ដួលចោះដល់ដាច់ខ្យល់ដល់មរណកាលក្នុងកាលនោះឯងពោធិសត្វនិងចៅមាណពលោកមើលកិរិយាដឹងថាយាយនោះដួលស្លាប់ដូច្នោះក៏កើតធម្មសង្វេគហើយចាត់ចែងក្តាមមឈូសដាក់សពនាំទៅធ្វើជាបណកិច្ចតាមប្រពៃណីជាតិជាព្រាហ្មណ៍រឿងនិទាននេះមានសេចក្តីពិស្ដារនៅក្នុងគម្ពីរដីកាព្រះធម្មចក្រឯណោះយើងទាញយកមកសាធកៈទុកក្នុងតម្រាគតិលោកនេះដើម្បីឲ្យឃើញក្តីឆោតរបស់បុរសស្ត្រីក្នុងលោកីដែលមានសន្តានចិត្តប្រព្រឹត្តឆោតទៅតាមអំណាចភ្លើងកាមរាគៈរោលដែលដល់នៅក្តីវិនាសមានសភាពដោយសម្ដែងមកនេះឯងចូលចិត្តចោះកូនសិស្សតបថាករណាលោកគ្រូ
ទាញនិទានបុគ្គលឆោតលុះដោយអំណាចភ្លើងកាមនោះខ្ញុំករណាស្ដាប់បានយកជាគតិលោកហើយមួយទៀតបុគ្គលឆោតល្ងងជឿគេផ្ដាស់នោះគឺអាស្រ័យឥតសតិឥតបញ្ញានិងពិចារណាឲ្យយល់ចង់យល់ដើមកើតឆោតដោយភ្លើងកាមរាគៈរោលរិទ្ធបិទសតិបញ្ញាដោយនិទានយាយព្រាមដែលលោកគ្រូសម្ដែងមកនេះកណាទានសេចក្តីឆោតល្ងងនេះមានកើតដោយហេតុអ្វីខ្លះដែរទានគ្រូតបថាក្តីឆោតល្ងងដោយហេតុឯទៀតក្រៅអំពីភ្លើងរាគៈនោះសឹងមានជាច្រើនណាស់ពុំឈ្នះនឹងពណ៌នាឯងចូលចិត្តចោះមានខ្លះឆោតដោយខ្លាចរូបកាយគឺសង្ខារខ្លួនឯងដោយបុគ្គលគិតខុសប្រមាណខុសគឺអ្នកខ្លះឥតកូនឥតចៅកើតខ្លាចថាដល់អាត្មាស្លាប់ទៅពុំមានអ្នកណាកាន់ឆ្អឹងម្លោះហើយស្វែងសុំកូនចៅគេមកចិញ្ចឹមទុកដើម្បីឲ្យកូននោះកាន់ឆ្អឹងខ្លួនជួនពុំសមតាមសេចក្តីប្រាថ្នាក៏កើតវិបដិសារីសេចក្តីក្តៅក្រហាយជាក្រោយប្រព្រឹត្តទៅផ្សេងយ៉ាងនេះក៏មានអ្នកខ្លះខ្លាចភ្លើងផ្ដាំគេថាដល់ខ្លួនស្លាប់ទៅកុំឲ្យគេដុតរូបខ្លាចក្រែងរលាកភ្លើងយ៉ាងនេះក៏មានអ្នកខ្លះគិតខ្លាចទាកចន្លេនផ្ដាំគេថាដល់ខ្លួនស្លាប់ទៅកុំឲ្យគេយករូបទៅកប់ក្នុងដីខ្លាចចន្លេនវារកដូច្នេះក៏មានអ្នកខ្លះខ្លាចខ្មោចផ្ដាំគេថាដល់ខ្លួនស្លាប់ទៅកុំឲ្យយករូបគេទៅកប់ទុកក្នុងព្រៃស្មសានស្ថានទីចិត្តនឹងខ្មោចគេខ្លាចខ្មោចគេវាលងយ៉ាងនេះក៏មានអ្នកខ្លះឈួតយោះកាលខ្លួននៅរស់ពុំបរិច្ចាគទ្រព្យសម្បត្តិធ្វើបុណ្យឲ្យទានសន្សំទ្រព្យទុកផ្ដាំគេថាដល់ខ្លួនស្លាប់ទៅឲ្យធ្វើក្តារបិទមាសឲ្យធ្វើកោតដាក់ដំកើងខ្មោចខ្លួនដើម្បីអួតលោកីយ៉ាងនេះក៏មានអ្នកខ្លះស្វែងរកទីដីល្អមានហុងស៊ុយបញ្ចុះធាតុម្ដាយឪពុកដើម្បីរកស៊ីធូរសុខសប្បាយយ៉ាងនេះក៏មានអ្នកខ្លះកាន់តម្រាស័យមានក្បួនរើសថ្ងៃល្អយាមល្អថ្ងៃកាលកណីថ្ងៃខ្មោចស៊ីមនុស្សថ្ងៃលិចថ្ងៃអណ្ដែតថ្ងៃជីបចរមើលទិសដង្ហើមរស់ដង្ហើមស្លាប់យ៉ាងនេះជាដើមក៏មានអ្នកខ្លះកាន់រើសថ្ងៃច័ន្ទជាថ្ងៃទទួលយកប្រាក់ដាក់ថង់គឺថាជាប្រាក់មានស្រីសុស្ដីមង្គលទោះបីអ្នកណាដែលចំពាក់ខ្លួនឬតួទាសាទាស័យនឹងចេញនាំប្រាក់ទៅជូនតែមិនត្រូវត្រង់ថ្ងៃច័ន្ទមួយហើយក៏ពុំព្រមទទួលយកនៅរងចាំដល់ថ្ងៃច័ន្ទទើបទទួលយកប្រាក់នោះអ្នកកាន់ក្បួនថ្ងៃច័ន្ទទទួលប្រាក់ថាជាប្រាក់ត្រជាក់ក៏មានជួនណាប្រែជាកើតក្តីក្តៅក្រហាយជាក្រៅវិញក៏មានដោយនិទានលោកព្រះចម្រើនពលតបនៅស្រុកព្រះដំបងលោកនោះជាអ្នកកាន់ក្បួនថ្ងៃច័ន្ទគ្រាកាលនោះលោកមានតួទាសាម្នាក់ឈ្មោះអាម៉ូតនៅនឹងលោកជាថ្លៃប្រាក់100បាតសៀមលុះនៅយូរមកអាម៉ូតទៅចូលលួចប្រាក់ប្លន់ជាមួយនឹងម្ដាយឪពុកវាលោកព្រះចម្រើនពលតបជាម្ចាស់ប្រាក់ក៏ពុំដឹងជាអាម៉ូតប្រព្រឹត្តការខុសជាប់ដោយទោសលួងលុះនៅយូរបន្តិចមកអាម៉ូតចង់ចេញទើបវាទៅរកប្រាក់អ្នកមានឈ្មោះក៏ព្រមនឹងលុះតួអាម៉ូតក៏នាំអ្នកម្ចាស់ថ្មីយកប្រាក់100បាតសៀមទៅជូនលោកព្រះចម្រើនពលតបនោះជួនលុះនៅក្នុងថ្ងៃសៅរ៍ឯលោកព្រះចម្រើនពលតបប្រកាន់តម្រាទទួលប្រាក់ថ្ងៃច័ន្ទទៅមិនទទួលហើយនិយាយណាត់សញ្ញាថាបងអង្គដល់ថ្ងៃច័ន្ទខានស្អែកសិនចុះសុំយកប្រាក់មកបងសុំបើកឲ្យអ្នកម្ចាស់ថ្មីឮថាព្រះចៅចម្រើនពលតបពុំទទួលប្រាក់ដូច្នោះក៏នាំយកប្រាក់នោះវិលមកផ្ទះវិញនៅរងចាំដល់ថ្ងៃច័ន្ទនឹងទៅបងលួសតួអាម៉ូតនោះឯងលុះដល់ថ្ងៃអាទិត្យពួកអ្នករាជការចាប់មេសៅចៅប៉ែនជាម្ដាយឪពុកអាម៉ូតព្រមទាំងតួអាម៉ូតជាកូនមួយអន្លើនិងគ្រូដែលបោះប្រាក់ប្លន់ជាទោសលួងនាំទៅជូនលោកចៅពញាទាធរៈឈុំចៅវាយស្រុកលោកក៏ឲ្យចាប់ឪពុកអ្នកទោសនោះដាក់គុកតាមទោសានុទោសឯតួអាម៉ូតក៏ត្រូវក្តីជាប់ជាទោសលួងឯលួងវិចិត្រវោហាជាម្ចាស់ថ្មីបានដឹងថាអាម៉ូតត្រូវទោស
លួងដូច្នោះក៏ខានយកប្រាក់ទៅបង់ឲ្យប្រលោកព្រះចម្រើនពលតឹបក៏ខានបានទទួលនៅប្រាក់100 បាតអំពីទូអាម៉ូតព្រះចម្រើនពលតឹបក៏ក្តីក្តៅក្រហាយស្ដាយប្រាក់100 បាតដែលគេយកមកឲ្យដល់ផ្ទះហើយខ្លួនមិនទទួលព្រោះមិនចំថ្ងៃច័ន្ទដែលខ្លួនប្រកាន់តាមតម្រាស័យនោះឯងម្លោះហើយព្រះចម្រើនពលតឹបតាំងជេរប្រតិចក្បួនចាស់បុរាណនោះជាអនេកបរិយាយរឿងនេះឯងស្ដាប់មើលចុះអ្នកកាន់តម្រាស័យដល់ក្តីឆោតខូចប្រាក់100 បាតសៀមដោយលោកព្រះចម្រើនតឹបជាបែបអ្នករើសថ្ងៃល្អយាមល្អត្រឡប់ទៅជាខុសវិញឯអ្នកលួងវិចិត្រវោហាម្ចាស់ថ្មីយកប្រាក់ចេញទៅលួសអាម៉ូតហើយប្រាក់នោះមិនត្រូវបង់ក៏មិនខូចខាតទៅបានទុកថាជាប្រាក់គេត្រជាក់មែនបានជាបណ្ដាលចិត្តលោកព្រះចម្រើនពលតឹបមិនឲ្យទទួលយកគួរឯងស្ដាប់យកទុកជាគតិលោកទៅហោងសម្ដែងមកក្នុងវិធីមនុស្សឆោតល្ងងវង្វេងដោយប្រះចាកសតិបញ្ញាចប់ដោយសង្ខេបតែប៉ុណ្ណេះចា៎នេះខ្ញុំក៏សូមឆ្លើយត្រឹមតែប៉ុណ្ណេះសិនដែរហើយសូមរងចាំស្ដាប់នៅភាគបន្តទៀតនៅវីដេអូបន្ទាប់នេះចា៎សូមអរគុណសូមជម្រាបលា